ជាការពិតណាស់នេះជារឿងព្រេងខ្មែរដ៏ពេញនិយមមួយរឿងដែលត្រូវបានគេស្គាល់ថាជានីខ្វាក់នេះខ្វិនឬក៏រឿងនីខ្វិនក៏ខ្ញុំសូមសង្ខេបរឿងនេះសម្រាប់អ្នករឿងនីខ្វាក់នេះខ្វិននីខ្វិនគឺជាមនុស្សក្រីក្រដែលមានភរិយាឈ្មោះម៉ែសាឡាគាត់ធ្វើការនៅឯស្រែចម្ការរបស់អ្នកស្រុកហើយតែងតែត្រូវគេបោះបង់ចោលដោយសារតែភាពខ្វិនច្រើនរបស់គាត់នៅថ្ងៃមួយនីខ្វិនបានទៅជួយគេភ្ជួរស្រែហើយគេសន្យាថានឹងឲ្យគាត់អង្ករមួយពែងក្រោយពីធ្វើការរួចគេឲ្យគាត់អង្ករមួយពែងពិតប្រាកដប៉ុន្តែនីខ្វិនបានយកអង្ករនោះទៅចាក់លីជាមួយអង្ករផ្សេងទៀតនៅក្នុងកន្នែរបស់គាត់ដោយគិតថានឹងបានអង្ករច្រើនជាងមុននីខ្វិនក៏បានទៅជួយគេដាំស្រូវហើយគេសន្យាថានឹងឲ្យស្រូវមួយថងកាលណាគេឲ្យស្រូវគាត់នីខ្វិនបានយកស្រូវនោះទៅចាក់លីជាមួយស្រូវផ្សេងទៀតដោយគិតថានឹងបានស្រូវច្រើនជាងមុនរឿងនេះបានកើតមានឡើងច្រើនដងរហូតដល់នីខ្វិនមិនអាចបែងចែកបានថាតើអង្ករឬស្រូវណាជារបស់គាត់ពិតប្រាកដទីបំផុតគាត់ក៏ត្រូវគេបោះបង់ចោលហើយគាត់ក្លាយជាមនុស្សក្រីក្រជាងមុនសារប្រយោជន៍នៃរឿងនេះបង្រៀនយើងអំពីផលវិបាកនៃការមិនស្គាល់ពេលវេលាការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងការមិនចេះគណនាឲ្យបានល្អវាក៏ជាការចំអកចំពោះភាពឆោតល្ងង់និងភាពខ្វិនរបស់មនុស្សមួយចំនួនក្នុងសង្គមផងដែររឿងនីខ្វិនគឺជារឿងព្រេងដែលជាក់ស្ដែងឆ្លុះបញ្ចាំងពីជីវភាពក្រីក្រនិងរបៀបគិតគូររបស់មនុស្សក្នុងសង្គមខ្មែរបុរាណ